នៅសម័យអង្គរអ្នកប្រាជ្ញកវីខ្មែរបានបន្សល់ទុកស្នាដៃអក្សរសិល្ប៍ជាច្រើនដែលត្រូវបានចារទុកនៅក្នុងស្បែកសត្វគម្ពីរក្រាំងនិងស្លឹករឹតសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយធ្វើការស្រាវជ្រាវនិងជ្រួតជ្រាបអំពីការរស់នៅរបបគ្រប់គ្រងនិងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គមមនុស្សជាដើមតែជាអកុសលគេដំណើរទាំងនោះបានកប់បាត់សូន្យឈឹងដោយសារតែសង្គ្រាមនិងការឈ្លានពានរបស់ខ្មាំងបរទេសដែលបានប្រមូលយកទៅនិងដុតបំផ្លាញចោលលុះសម័យកាលក្រោយអង្គរកំឡុងសតវត្សទី17ស្នាដៃអក្សរសិល្ប៍បែបព្រេងនិទានក៏បានចាប់កើតឡើងវិញជាហូរហែដែលអ្នកស្រុកតែងតែបានស្ដាប់និងនិទានតៗគ្នានិទ្យានត្រៃត្រឹងដែលមានទេសភាពស្រស់ត្រកាលនិងជាឋានសួគ៌នៃពពួកទេវតារស់នៅមានទេពធីតាមួយអង្គដែលមានសម្រស់ស្រស់ស្អាតនិងក្លិនក្រអូបដូចជាផ្កាទ្រង់មានព្រះនាមថាទេពធីតាផ្គលមាស